ថ្ងៃនេះមានរយៈពេល111ថ្ងៃហើយដែលវីរៈកងទ័ពកម្ពុជាចំនួន18រូបត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការឃុំគ្រងរបស់យុតិថៃកម្ពុជាទទូចជាថ្មីឲ្យភាគីថៃប្រកុលវីរៈកងទ័ពរបស់យើងត្រឡប់មកវិញឲ្យបានឆាប់រហ័សជាទីបំផុតគិតត្រឹមថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025នេះគឺជាថ្ងៃទី111ហើយដែលវីរៈកងទ័ពកម្ពុជាចំនួន18រូបត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការឃុំគ្រងរបស់យុតិថៃកម្ពុជានៅតែបន្តអំពាវនាវឲ្យភាគីថៃដោះលែងពួកគាត់ត្រឡប់មកវិញឲ្យបានឆាប់រហ័សជាទីបំផុតដើម្បីឲ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិសូមរំលឹកជូនថាវីរៈកងទ័ពកម្ពុជាទាំង18រូបស្ថិតនៅក្នុងចំណោមទាហានខ្មែរ20នាក់ដែលត្រូវបានយុតិថៃចាប់ខ្លួនកាលពីព្រឹកថ្ងៃទី29ខែកក្កដាឆ្នាំ2025នៅចំណុចចំតែខេត្តឧត្តរមានជ័យពលគឺមួយថ្ងៃបន្ទាប់ពីបទឈប់បាញ់ចូលជាធរមានដែលក្នុងចំណោមវីរៈកងទ័ព20នាក់ដែលត្រូវបានចាប់ខ្លួនថៃបានបញ្ជូនទាហានខ្មែរ2នាក់ត្រឡប់មកវិញដោយក្នុងនោះមានម្នាក់រងរបួសនិងម្នាក់ទៀតមានបញ្ហាស្មារតីទោះជាយ៉ាងណារាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរនៅគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះដើម្បីឲ្យភាគីថៃដោះលែងកងកម្លាំងរបស់យើងទាំង18នាក់នោះវិលត្រឡប់មកវិញឲ្យបានឆាប់រហ័សជាទីបំផុតនិងដោយសុខសុវត្ថិភាពរាជរដ្ឋាភិបាលក្រសួងការពារជាតិនិងកងយុទ្ធពលខេមរៈភូមិន្ទមិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយទោះក្នុងកលៈទេសៈណាក៏ដោយអស់បញ្ហាការប្រាក់ទាបជាមួយសេវាកម្មរំលោះម៉ូតូដោយគ្មានប្រាក់កក់មុនបងនឹងខ្លាចជាម្ចាស់ម៉ូតូក្នុងក្តីស្រមៃគ្រាន់តែមានឯកសារតែពីរមុខតែប៉ុណ្ណោះទី1អត្តសញ្ញាណប័ណ្ណទី2សៀវភៅគ្រួសារមានតែឯកសារតែពីរមុខនេះក៏អាចយកម៉ូតូដ៏ស្រស់ស្អាតទៅប្រើប្រាស់បានដែរអូអតិថិជនដែលខូច CVC ក៏អាចបង់រំលោះម៉ូតូបានដូចគ្នាដាក់ឯកសារហាងគេអត់ជាប់កុំបារម្ភហាងយើងអាចជួយសម្រួលបានសួរបងសួរអំពីសេវាកម្មមលួសពីអតិថិជនដែលគាត់ធ្លាប់គាត់មលួសជាមួយយើងហើយដាក់លឿនអត់បងសុំសួរពីយោបល់បងបាទវាលឿនហើយវាស្រួលវាអត់ញ៉ៃទៀតហើយណាមួយតម្លៃទៀបជាងគេនិយាយរួមខ្ញុំដើរឆែអស់ហើយមានកន្លែងគាត់ឲ្យថោកជាងគេអំពីទៀបហ្មងបាទទៀបហ្មងទៀបណា